ជំរាបសួរលោកគ្រូនិងមិត្តភក្តិអរគ្នានាងខ្ញុំឈ្មោះសាលីណាថ្ងៃនេះដែររបស់នាងខ្ញុំលើកយកពី topic មួយដែលនិយាយអំពី Shadow AI and Data Security ចូលដល់ introduction នៅក្នុងយុគសម័យ digital បញ្ញាសិប្បនិម្មិតដែលគេតែងតែហៅថា AI ក៏ពុំមានប្រជាប្រិយភាពកាន់តែខ្លាំងមិនថានៅកន្លែងធ្វើការសាលារៀនឬក៏ជីវភាពប្រចាំថ្ងៃនោះទេបុគ្គលិកជាច្រើនប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពនិងផលិតភាពការងារប៉ុន្តែទោះជាណាក៏ដោយបើសិនបើមនុស្សប្រើប្រាស់កម្មវិធី AI ដោយគ្មានការយល់ព្រមពីអង្គភាពវាត្រូវបានគេស្គាល់ថាជា Shadow AI ខណៈពេលដែល Shadow AI ផ្ដល់ភាពងាយស្រួលនឹងការភាពច្នៃប្រឌិតឬក៏បង្កើនប្រសិទ្ធភាពការងារវាក៏បង្កើនហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពទិន្នន័យនិងឯកជនភាពផងដែរចូលដល់ចំណុចទី2 What is Shadow AI Shadow AI សំដៅទៅលើការប្រើប្រាស់ឧបករណ៍ឬក៏សេវាកម្ម AI ដែលមិនត្រូវបានអនុម័តធុបពិនិត្យឬក៏ឆ្លងកាត់ការគ្រប់គ្រងពីនាយកផ្លូវការឬក៏អង្គភាពណាមួយឡើយបុគ្គលិកអាចប្រើប្រាស់ឧបករណ៍នេះដើម្បីបង្កើតជា content ការវិភាគទិន្នន័យការបកប្រែឯកសារឬក៏ការធ្វើឯកសារស្វ័យប្រវត្តិណាមួយដោយមិនអនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុនចូលដល់អត្ថប្រយោជន៍របស់ Shadow AI វិញគឺមានភាពងាយស្រួលប្រើគឺអ្នកប្រើប្រាស់ក៏អាចចូលដោយមិនចាំបាច់មានជំនាញខ្ពស់នោះទេទីពីរវិញគឺការបង្កើនផលិតភាពតែជួយឲ្យបុគ្គលិកបំពេញការងារបានយ៉ាងងាយស្រួលគឺដូចជាការបង្កើនគំនិតច្នៃប្រឌិតថ្មីហើយនឹងបំពេញការងារបានលឿនជាងមុនផងដែរជួយដល់គុណវិបត្តិនៃ Shadow AI ក៏មានច្រើនដូចគ្នាទី1នឹងគឺការលេចធ្លាយព័ត៌មានសំខាន់ដែលជាវិបត្តិដ៏ធំមួយផងដែរនៅពេលដែលបុគ្គលិកបញ្ចូលព័ត៌មានឬក៏ទិន្នន័យសំខាន់របស់អង្គភាពទៅក្នុង AI ដែលមិនមានការអនុញ្ញាតឬក៏ការទទួលទស្សនបានច្បាស់លាស់គឺទាំងនេះហើយដែលអាចធ្វើបានរក្សាទុកហើយនឹងមើលឃើញពីភាគីដទៃទៀតចូលទៅពេលវិញគឺនៅពេលដែលខ្វះការយល់ដឹងពីគោលការណ៍សុវត្ថិភាពក៏ដូចជាការប្រើប្រាស់មិនបានត្រឹមត្រូវនិងការគ្រប់គ្រងមិនបានល្អនៅពេលដែលបុគ្គលិកប្រើប្រាស់ AI ដោយខ្លួនឯងអង្គការមិនអាចដឹងទេថាព័ត៌មានណាខ្លះត្រូវបានបញ្ចូលឬក៏ចែកម្លែកទៅកាន់ប្រព័ន្ធ AI នោះវាត្រូវបានបង្កើតឡើងនៅហានិភ័យជាច្រើនផងដែរទី3អាចនឹងរំលោភច្បាប់នៃឯកជនភាព Shadow AI អាចធ្វើឲ្យព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលិករបស់អង្គការឬក៏អតិថិជននោះទេបានបង្ហាញដោយមិនមានការអនុញ្ញាតករណីនេះអាចធ្វើឲ្យមានហានិភ័យទៅដល់ទិន្នន័យនិងឯកជនភាពផងដែរចូលទៅពេលវិញគឺនៅពេលដែលខ្វះការយល់ដឹងពីគោលការណ៍សុវត្ថិភាពក៏ដូចជាការប្រើប្រាស់មិនបានត្រឹមត្រូវនិងការគ្រប់គ្រងមិនបានល្អនៅពេលដែលបុគ្គលិកប្រើប្រាស់ AI ដោយខ្លួនឯងអង្គការមិនអាចដឹងទេថាព័ត៌មានណាខ្លះត្រូវបានបញ្ចូលឬក៏ចែកម្លែកទៅកាន់ប្រព័ន្ធ AI នោះវាត្រូវបានបង្កើតឡើងនៅហានិភ័យជាច្រើនផងដែរទី3អាចនឹងរំលោភច្បាប់នៃឯកជនភាព Shadow AI អាចធ្វើឲ្យព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលិករបស់អង្គការឬក៏អតិថិជននោះទេបានបង្ហាញដោយមិនមានការអនុញ្ញាតករណីនេះអាចធ្វើឲ្យមានហានិភ័យទៅដល់ទិន្នន័យនិងឯកជនភាពផងដែរចូលទី4នឹងគឺហានិភ័យសន្តិសុខអ៊ីនធឺណិតដែលហៅថា Cyber Security Risk កម្មវិធី AI ដែលមិនមានការអនុម័តហើយធ្វើឲ្យមានចន្លោះប្រហោងសុវត្ថិភាពអាចធ្វើឲ្យ hacker ចូលលួចនៅទិន្នន័យមួយចំនួនបានដែលធ្វើឲ្យប៉ះពាល់ឬការដំឡើងមេរោគឬក៏ការវាយប្រហារព័ន្ធបច្ចេកវិទ្យារបស់អង្គការផងដែរជំរាបសួរលោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈុនស្រីលក្ខអញ្ចឹងខ្ញុំមកនិយាយពីចំណុចទី4តាក់ទងនឹងសុវត្ថិភាពទិន្នន័យសុវត្ថិភាពទិន្នន័យមានន័យថាគឺជាការការពារថែរក្សាទិន្នន័យរបស់យើងដែលធ្វើនៅក្នុងបច្ចេកវិទ្យាទំនើបហ្នឹងដើម្បីការពារកុំឲ្យមានការលួចឬបាត់បង់ឬក៏បំផ្លាញដោយគ្មានការអនុញ្ញាតអ្វីមួយអញ្ចឹងក៏បំណងសំខាន់នៃទិន្នន័យសុវត្ថិភាពហ្នឹងគឺខ្ញុំបែងចែកជា3ទី1គឺភាពស្ងប់ស្ងាត់បានន័យថាធានាបាននៅការស្ងប់ស្ងាត់មិនមានអាចអ្នកណាគេមក hack ចូលនិងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពប៉ុណ្ណោះទី2វិញគឺភាពត្រឹមត្រូវបានន័យថាធានាបាននៅទិន្នផលយើងហ្នឹងគឺអត់មានការបំផ្លិចបំផ្លាញឬចូលដោយគ្មានការអនុញ្ញាតពីយើងផ្ទាល់ទី3វិញគឺអាចប្រើប្រាស់បានពេលដែលយើងត្រូវការគឺយើងអាចចូលទៅមើលឬក៏ធ្វើការនៅក្នុងទិន្នន័យរបស់យើងដែលពេលដែលយើងត្រូវការអញ្ចឹងខ្ញុំអាចនិយាយមួយទៀតបានថាវាពិតជាល្អមែនតែនពេលដែលយើងធ្វើឲ្យមានសុវត្ថិភាពនៅក្នុងទិន្នន័យរបស់យើងចូលដល់ចំណុចទី5វិញនិយាយពីគុណសម្បត្តិនិងគុណវិបត្តិនៃសុវត្ថិភាពទិន្នន័យអញ្ចឹងខ្ញុំនិយាយពីគុណសម្បត្តិមុនអញ្ចឹងគុណសម្បត្តិហ្នឹងខ្ញុំលើកយក5ចំណុចទី1គឺការការពារទិន្នន័យសំខាន់ពីការលួចនិងការបិទ
បាត់បង់ឬក៏បំភ្លេចបំផ្លាញជាដើមទី2វាអាចរក្សានៅព័ត៌មានសំខាន់របស់យើងព័ត៌មានផ្ទាល់ខ្លួនឬក៏ព័ត៌មាននៅក្នុងអាជីវកម្មដែលយើងមិនអាចឲ្យអ្នកផ្សេងចូលមកមើលនៅព័ត៌មានផ្ទាល់របស់យើងផងដែរទី3វិញគឺបង្កើនទំនុកចិត្តជាមួយនឹងអតិថិជននិងធ្វើឲ្យដៃគូអាជីវកម្មរបស់យើងនឹងគឺគេកក់ក្ដៅនិងទំនុកចិត្តនៅលើប្រព័ន្ធទិន្នន័យរបស់យើងដែលយើងគ្រប់គ្រងបាននិងថែរក្សាបានទី4វិញគឺកាត់បន្ថយការហានិភ័យនៅលើតាមប្រព័ន្ធអ៊ីនធឺណិតបានន័យថាបើសិនជាមានគេ hack យកឬក៏ធ្វើឲ្យប្រព័ន្ធអ៊ីនធឺណិតយើងមានបញ្ហាគឺយើងអាចគ្រប់គ្រងទិន្នន័យនឹងបានដោយសុវត្ថិភាពទី5វិញវាជួយឲ្យអង្គភាពអនុវត្តតាមច្បាប់និងបទបញ្ញត្តិតាក់ទងនឹងការការពារទិន្នន័យអញ្ចឹងវាពិតជាល្អមែនតើដើម្បីឲ្យយើងប្រកបមុខរបរឬក៏ធ្វើអាជីវកម្មទៅដោយរលូនដោយសារតែយើងចេះគ្រប់គ្រងនៅទិន្នន័យរបស់យើងអញ្ចឹងយើងដឹងហើយថាចំណុចដែលមានគុណសម្បត្តិប៉ុន្តែជាទូទៅឲ្យតែមានគុណសម្បត្តិតែងតែមានគុណវិបត្តិទេអញ្ចឹងសម្រាប់គុណវិបត្តិវិញគឺទី1យើងត្រូវចំណាយថវិកាខ្ពស់និងដើម្បីប្រើឧបករណ៍ទំនើបទៅលើប្រព័ន្ធសុវត្ថិភាពរបស់យើងដើម្បីឲ្យយើងកក់ក្ដៅថាវាពិតជាមានសុវត្ថិភាពទី2វិញយើងត្រូវចំណាយពេលវេលានិងត្រូវហៅអ្នកជំនាញបច្ចេកវិទ្យាក្នុងការគ្រប់គ្រងនិងទំនុកចិត្តដើម្បីឲ្យសម្រេចបានថាយើងចំណាយហើយគឺយើងទទួលបាននៅប្រសិទ្ធភាពខ្ពស់100%តែម្ដងមួយទៀតវិញគឺយើងកាត់បន្ថយនៃល្បឿនការងារដោយសារតែពេលដែលមានប្រព័ន្ធសុវត្ថិភាពច្រើនអញ្ចឹងគឺការងារយើងនឹងគឺបន្ថយល្បឿនការងារហើយមួយទៀតវិញគឺมันអាចសុវត្ថិភាព100%ទេយើងដឹងហើយអ្វីក៏ដោយគឺតែងតែមានហានិភ័យគ្រាន់ថាយើងអាចកាត់បន្ថយបានខ្លះប៉ុន្តែបើឲ្យកាត់បន្ថយនៅហានិភ័យ100%ហ្មងគឺវាពិតជាมันអាចទៅរួចទាំងស្រុងនោះទេហើយទី5វិញខ្ញុំគិតថាវាបង្កការលំបាកដល់អ្នកប្រើប្រាស់ព្រោះថាពេលដែលយើងប្រើទិន្នន័យបែបហ្នឹងគឺទាមទារឲ្យយើងចាំនៅលេខកូដលេខសម្ងាត់និងអត្តសញ្ញាណជាដើមដើម្បីផ្ទៀងផ្ទាត់នៅប្រតិបត្តិការដែលយើងចង់ចូលឬក៏យើងផ្លេចឬក៏យើងខ្វះខាតអ្វីបន្ថែមអញ្ចឹងវាធ្វើឲ្យយើងមានបញ្ហាជាច្រើនដែរនិងពិបាកក្នុងការដោះស្រាយពេលខ្លះអាហ្នឹងក៏វាជាគុណវិបត្តិសម្រាប់យើងផងដែរដើម្បីថែរក្សាទុកនៅទិន្នន័យទាំងអស់ហ្នឹងអញ្ចឹងចំណុចផងខ្ញុំត្រូវបានបញ្ចប់អរគុណលោកគ្រូសូមជម្រាបលា